បានជាគ្រូពេទ្យស្នើសុំតេស្ត HIV រហ័សឬក៏តេស្ត HIV រកចំនួនដោយម៉ាស៊ីនតេស្តទាំងពីរនេះមានគុណសម្បត្តិនិងគុណវិបត្តិខុសៗគ្នាគុណសម្បត្តិរបស់តេស្ត HIV រហ័សទី1គឺវាងាយស្រួលប្រើមិនត្រូវការម៉ាស៊ីនបានលទ្ធផលលឿនជាទូទៅគឺគេប្រើនៅក្នុង labo ឬក៏ clinic ទូចៗគុណវិបត្តិរបស់តេស្ត HIV រហ័សនៅពេលដែលអ្នកជំងឺឆ្លងក្រោម4សប្តាហ៍យើងមិនអាចរកឃើញមេរោគ HIV នោះបានទេគុណសម្បត្តិនៃការធ្វើតេស្ត HIV នៅលើម៉ាស៊ីននៅពេលដែលអ្នកជំងឺទើបតែឆ្លងថ្មីចាប់ពី2សប្តាហ៍ឡើងទៅយើងអាចមើលឃើញថាអ្នកជំងឺនោះផ្ទុកមេរោគ HIV ការធ្វើតេស្ត HIV នៅលើម៉ាស៊ីនគុណសម្បត្តិរបស់វានៅពេលដែលអ្នកជំងឺឆ្លងថ្មីចាប់ពី2សប្តាហ៍ឡើងទៅយើងអាចដឹងថាអ្នកជំងឺនឹងមានមេរោគ HIV នៅក្នុងខ្លួនគុណវិបត្តិនៃការធ្វើតេស្ត HIV នៅលើម៉ាស៊ីនគឺយើងត្រូវការចំណាយពេលយូរហើយក៏វាថ្លៃជាងតេស្តរហ័សផងដែរសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងមកលេខទូរស័ព្ទ012 43 606និង016 43 606